បងប្អូនប្រិមត្តយើងបាទបីជាប់គ្នាម្ដងមិនដឹងថាការឆាបឆែនេះដោយសារអ្វីឲ្យពិតប្រកបក៏យើងមិនទាន់នឹងច្បាស់ដែរបាទបងប្អូនប្រិមត្តយើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទដោយជាករណីនេះអញ្ចឹងបងប្អូនប្រិមត្តយើងមួយព្រិចភ្នែកបាទឆាបឆែឡើងតិចតែម្ដងបងប្អូនប្រិមត្តយើងឡើងតិចតែម្ដងអូយបងប្អូនប្រិមត្តអើយឡើងមាត់ឈឹងតែម្ដងមកហើយមិនដឹងអស់អីខ្លះទេបងប្អូនប្រិមត្តអើយមិនដឹងថាមានមនុស្សនៅក្នុងទីតាំងនៅកន្លែងកាត់ហេតុនឹងដែរឬទេឬមួយយ៉ាងម៉េចដែរបងប្អូនប្រិមត្តយើងហើយក៏យើងមិនបានមានទាន់ដឹងថារឿងនេះករណីនេះដោយឆាបឆែដោយសារអ្វីឲ្យពិតប្រកបទេដូចជាបញ្ជាក់ដដែលអញ្ចឹងបងប្អូនប្រិមត្តយើងហើយមិនដឹងថាខូចខាតអ្វីខ្លះទេក៏យើងដឹងដែរបាទបងប្អូនប្រិមត្តយើងគ្រាន់តែសូមឲ្យបងប្អូនប្រិមត្តយើងបាទត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទធូបទៀនដុតអីបាទយើងត្រូវការប្រុងប្រយ័ត្នបាទដូចជាករណីនេះអញ្ចឹងបងប្អូនប្រិមត្តយើងបីល្វែងមួយព្រិចភ្នែកតែម្ដងបងប្អូនប្រិមត្តយើងមួយព្រិចភ្នែកឆាបឆេះបីល្វែងតែម្ដងបងប្អូនប្រិមត្តយើងបីល្វែងបងប្អូនប្រិមត្តយើងណាបីល្វែងបងប្អូនណាឡើងតិចតែម្ដងបាទគាត់កំពុងតែស្នាក់ឯងហើយកំញាប់នឹងជាខាងកម្លាំងរបស់គាត់បាទឲ្យញាប់ដៃញាប់ជើងតែម្ដងបាទកំពុងតែញាប់ដៃញាប់ជើងដើម្បីជួយបាទដើម្បីសម្រួលនិងបាញ់ទុកដើម្បីកុំឲ្យមានការឆាបឆេះរាលដាលដល់បងផ្ទះបងប្អូនប្រជាពលរដ្ឋយើងទៀតបងប្អូនប្រិមិត្តយើងបាទយើងឃើញហើយជាក់ស្ដែងបងប្អូនបាទគាត់ទៅញាប់ដៃញាប់ជើងមែនតើបាទឥឡូវរៀងស្ងប់រៀងស្ងាត់ឬឃើញរៀងតែផ្សែងបងប្អូនប្រិមិត្តយើងបាទរៀងស្ងប់ហើយបងប្អូនប្រិមិត្តយើងបាទអូយបាទសូមបញ្ជាក់ទីតាំងមួយកន្លែងនេះស្ថិតនៅក្នុងទល់មុខនៅសាមុងរយ៉ាល់ក្នុងខណ្ឌកាត់ទឹកល្អ3ខណ្ឌទួលគោករាជធានីភ្នំពេញនេះតែម្ដងបាទឥឡូវគឺកម្លាំងយើងកំពុងតែទប់ស្កាត់ហើយបងប្អូនប្រិមិត្តយើងបាទបងប្អូនប្រិមិត្តយើងហើយក៏មានអវត្តមានលោកអភិបាលនេះក៏ដែរបាទខណ្ឌទួលគោកហើយព្រមទាំងកម្លាំងហើយមូលដ្ឋានយើងក៏ដល់នេះដែរបាទទឹកក៏ស្អាតដែរបាទទឹកឡើងហុយផ្សែងហ្នឹងណាបាទបងប្អូនប្រិមិត្តយើងអូយបាទផ្សែងទៅluônបាទឥឡូវរៀងស្ងប់ហើយឃើញតែផ្សែងហើយបាទបងប្អូនប្រិមិត្តយើងបាទអូបងប្អូនផ្សែងហុយទៅជួងណាស់បងប្អូនអើយបងប្អូនបាទកម្មវិធីនេះយើងបានមើលតែយ៉ាងម៉េចឥឡូវហុយផ្សាយទៅលឿនណាស់ម្ដងបាទយើងក៏យើងទទួលបានបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋយើងនៅក្បែរកន្លែងកាត់ហេតុឬមួយថាករណីនេះឆាប់ធ្វើទៅតាម3នាក់ហ្នឹង8នាក់បានអ្នក3នាក់ក្នុងនោះអូគាត់ជាឪពុកបាទអូដល់សារពីកាយសុំដល់សារគាត់ភ័យគាត់ភ័យមែនតើបងប្អូនប្រិមិត្តយើងបាទមកឃើញម្ដងកន្លែងឃើញផ្ទះអញ្ចឹងបាទមិនដឹងគាត់និយាយលេងចេញទេបងប្អូនប្រិមិត្តយើងហើយយើងក៏មិនអាចនឹងការទួបន្ថែមទៀតដែរដោយសារគាត់មានភ័យមែនតើបងប្អូនប្រិមិត្តយើងបាទជាផ្ទះដែលនេះជាផ្ទះដែលលក់ទូរស័ព្ទដៃបងប្អូនប្រិមិត្តយើងបាទដែលផ្ទុះអុយហ្នឹងជាផ្ទុះថ្មឬបាទឬឆ្នាំងសាឆ្នាំងអីបងប្អូនប្រិមិត្តយើងបាទហេតុការណ៍នេះស្ថិតនៅក្នុងទល់មុខនឹងសាមុងរយ៉ាល់ចាស់នៅក្នុងសង្កាត់ទឹកឡ3ខណ្ឌទួលគោករាជធានីភ្នំពេញនេះយ៉ាងតែម្ដងហើយប្រធានកាល័យផលិតអគ្គិភ័យក៏ចុះមកដល់ទីតាំងនៅកន្លែងកើតហេតុក៏ដឹកនាំកម្លាំងដើម្បីជួយទប់ស្កាត់បាញ់ទប់ស្កាត់កុំឲ្យមានការឆាបឆេះរាលដាលដល់បងប្អូនប្រជាពលរដ្ឋយើងដែរទៅវិញលើនេះផងដែរនៅភូមិមួយខាងទូមកនេះទីវិញនិយាយចាំទៅនៅទល់មុខយ៉ាល់មកយ៉ាល់ហើយកន្លែងមុខទល់មុខចឹងបាទឥឡូវបងប្អូនខាងកងកម្លាំងនេះក្នុងការនគរបាលរាជធានីភ្នំពេញយើងកំពុងតែទប់ស្កាត់មែនទែនបាទទប់បានហើយឥឡូវបាទមើលគាត់វិធានការយ៉ាងម៉េចទៀតក៏យើងយ៉ាងណាយ៉ាងម៉េចទៀតក៏យើងគាត់ដឹងដែរបងប្អូនយើងបាទឥឡូវនោះជើងដើមទ្វារឡានកន្លែង
anh ta hát chân cái mong một bên một dưới lấy vô nó bên chân ấy mong một bên một dưới còn cặp nhạc những lăng mong một bên chưa rồi dương nơi gò tôi một ta mong người già chạm tay mà đó ba đường hai muối mà lo và mình đang hai ta thu mà quay đấy cái dương toàn đang ba đấy mong một bên một dương ba lấy thằng thằng mặt cây dương ban vô chả đào mà ấy ba là bay lan cái lứa lư tham miên mà nư lứa bay mấy nhón này bay không vậy miên mà nư lứa nó bay mong một bên một dương miên mà nư bay bay nhát nư lứa nó mong một bên một dương lư vô băng thì vô ba hôm qua miền phi mà cha kia ba có tham miền bay nhé nơi hàng lừa nó bom đây mặt dương ba mà đang dằng mấy tê ra chun bom pro rồi thoát đi kỳ phong bom đây mặt dương ba còn chun bom này rồi thoát ba bây là quên chuột nia đang đó bom đây mặt dương ba ôi khó coi ba nhưng mà còn các bạn nhà nữa group lia đó cùng ai bom rồi có tam đan cả live to ba thì biết những update của thang bom đây mặt dương ba